សម្រាប់ខ្ញុំជារៀងរាល់ឆ្នាំគឺខ្ញុំមិនដែលបានសែនចិនសែនអីទេបងប្អូនហើយបើខ្ញុំនិយាយប្រាប់បងប្អូនឲ្យស្មោះត្រង់ណាម្ដាយរបស់ខ្ញុំចាម្ដាយរបស់គាត់គឺជាជនជាតិឡាវហើយឪពុករបស់គាត់ជាជនជាតិចិននិយាយទៅម្ដាយរបស់ខ្ញុំនេះគឺជាកូនកាត់ចិនហើយនិងឡាវប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ដែលមានអារម្មណ៍ថាខ្លួនឯងជាកូនកាត់អីទេព្រោះដោយសារឪពុករបស់ខ្ញុំខ្មែរសុទ្ធអញ្ចឹងស្បែកខ្ញុំក៏កាត់ទៅតាមឪពុករបស់ខ្ញុំអញ្ចឹងទៅចាហើយចូលឆ្នាំចិនជារៀងរាល់ឆ្នាំខ្ញុំក៏អត់ដែលបានសែនអីដែរប៉ុន្តែសម្រាប់គ្រួសារខ្ញុំនៅស្រុកខ្មែរគេគាត់សែនធម្មតាទិញទួចចាសែនហៅទាំងដូនតាខ្មែរសែនហៅទាំងដូនតាចាស់ទាំងអស់តែម្ដងហើយនេះគឺជាទិដ្ឋភាពនៅប្រទេសអូស្ត្រាលីខ្ញុំមកផ្សារថ្ងៃនេះគឺមិនមែនមកទិញអីវ៉ាន់សែនចិននេះទេបងប្អូនចាគឺមកទិញម្ហូបធម្មតាហើយមនុស្សម្នាច្រើនមែនទែនចា